ពីវីដេអូមុនខ្ញុំបានបញ្យល់ប្រាប់អ្នកនរគ្នាពីរបៀបបំលែងពីសំឡេងទៅជាអក្សរដោយប្រើប្រាស់ស្មាន AI website ផ្ទាល់ក៏ដូចជាការប្រើប្រាស់ស្មាន AI តាមរយៈ Telegram ចឹងថ្ងៃនេះខ្ញុំមកបរៀនពីអ្នកនរគ្នាពីមុខងារនីមួយៗរបស់ស្មាន AI ខ្ញុំនឹងចង់អលបង្ហាញឲ្យលម្អិតមកជូនអ្នកនរគ្នាពីមុខងារ transcription ដែលយើងទទួលបានអត្ថបទពេញលេញហ្នឹងមុខងារ summary សេចក្តីសង្ខេបហើយនិងមុខងារចំណុចសំខាន់ៗរបស់ស្មាន AI ចឹងដូចផ្ទាំងដំបូងអ្នកនរគ្នាទទួលបានបន្ទាប់ពីបំលែងពីសំឡេងទៅជាអក្សរហ្នឹងគឺអ្នកនរគ្នាទទួលបានអត្ថបទពេញលេញហ្នឹងគឺវា transcribe ពីសំឡេងរបស់អ្នកនរគ្នាចឹងមកន័យថាអ្នកនរគ្នានិយាយពាក្យអ្វីគឺវាចេញមកពាក្យហ្នឹងហើយវាក៏បែងចែកទៅតាមម៉ោងនិងពេលវេលាថាវិនាទីនេះឬក៏នាទីនេះនរណាគេអ្នកនិយាយហើយគាត់និយាយពាក្យអ្វីខ្លះចឹងឃើញមាន speaker 0 speaker 1វាបែងចែកតាម speaker នេះចូលមកដល់ speaker 2ចឹងអ្នកនរគ្នាហើយ speaker មួយហ្នឹងអ្នកនរគ្នាអាចចូលឈ្មោះឧទាហរណ៍ speaker មួយហ្នឹងម្ដងទៀតឧទាហរណ៍ថា speaker 2ចឹងគាត់មានឈ្មោះរបស់គាត់ថាឈ្មោះបូណាចឹងចោះចឹងអ្នកនរគ្នាអាចដូរឈ្មោះហើយវានឹងដូរទាំងអស់កន្លែង speaker 2ហ្នឹងគឺវាដាក់ថាបូណាអ្នកនិយាយចឹងអ្នកនរគ្នាក៏ងាយស្រួលក្នុងការយកទៅមើលដែរចឹងសម្រាប់កន្លែងហ្នឹងផ្ទាល់អ្នកនរគ្នាក៏អាចចុចបកប្រែភាសាទៅជាភាសាផ្សេងភាសាកូដរបស់អ្នកនរគ្នាហ្នឹងរួមមានអង់គ្លេសចិនមានភាសាផ្សេងទៀតទៅតាមតម្រូវការរបស់អ្នកនរគ្នាចឹងខ្ញុំសាកចុចភាសាអង់គ្លេសហ្នឹងទៅចឹងដោយសារតែសំឡេងដែលខ្ញុំបានអាប់ឡូតហ្នឹងគឺវារៀងវែងដែរ1ម៉ោងជាងហើយអត្ថបទដែលយើងទទួលបានហ្នឹងក៏វាវែងដែរចឹងវាត្រូវចំណាយពេលរៀងមួយស្ទុះដែរដើម្បីទទួលបានឲ្យវាបកប្រែទៅជាភាសាអង់គ្លេសចឹងដូចយើងមើលឃើញថាវាបកប្រែពីខ្មែរទៅអង់គ្លេសហើយចាំមើលខ្ញុំនឹងឲ្យអ្នកនរគ្នាមើលថាសំឡេងរបស់ខ្ញុំហ្នឹងគឺវាប្រហែលម៉ោងនេះរហូតដល់73នាទីចឹងគិតទៅ1ម៉ោងជាងណាអ្នកនរគ្នាចឹងវាចំណាយពេលរៀងមួយស្ទុះដែរដើម្បីឲ្យបំលែងមកជាអក្សរហើយចំណាយពេលមួយស្ទុះដែរដើម្បីឲ្យវាបកប្រែហើយកន្លែងអត្ថបទតាមសំឡេងហ្នឹងអ្នកនរគ្នាក៏អាចជ្រើសរើសប៊ូតុងបន្ថែមសំឡេងដើម្បី add បន្ថែមអូឌីយោឧទាហរណ៍ថាអ្នកនរគ្នាលើកមុនកាត់1ម៉ោង upload ហើយឥឡូវហ្នឹងអ្នកនរគ្នាចង់ដាក់1ម៉ោងថ្មីចូលទៀតអញ្ចឹងអ្នកនរគ្នាអាចចុចបន្ថែមសំឡេងករណីថាឧទាហរណ៍ការប្រជុំហ្នឹងវាទាំងអស់3ម៉ោងប៉ុន្តែអ្នកនរគ្នាចង់ upload 1ម៉ោងម្ដងកុំឲ្យចាំយូរពេកអញ្ចឹងអ្នកនរគ្នាអាចកាត់ចាស់ថា1ម៉ោងហើយឥឡូវអាច upload បន្តទៀតអញ្ចឹងខ្ញុំសាក upload ឲ្យអ្នកនរគ្នាមើលនៅសំឡេងថ្មីមួយទៀតដោយសារខ្ញុំមុនហ្នឹងក៏ខ្ញុំ upload ដែរសំឡេងនេះវាដាក់ថា audio 2 out of 2អញ្ចឹងខ្ញុំ upload មួយទៀតទៅវាចូល3ហើយអញ្ចឹងយើងអាចដាក់3ហ្នឹងបញ្ចូលគ្នាយកមកដើម្បីទទួលបាន transcription មួយពេញលេញពីក្នុងការប្រជុំនឹងអញ្ចឹងណាចឹងអ្នកនរគ្នាអាចចុច file សំឡេងអ្នកនរគ្នានេះខ្ញុំជ្រើសរើសសំឡេងដែលវាធំរយៈពេល4នាទីដើម្បីកុំឲ្យចាំយូរពេកហើយយើងធ្វើការតេស្តទាំងអស់គ្នាថាវានឹងលោតមកបន្តនឹងវាបន្ទាប់ហ្នឹងគឺមុខងារខ្លឹមសារដែលអ្នកនរគ្នាទទួលបាននៅសេចក្តីសង្ខេបក៏ដូចជាប្រធានបទពីសំឡេងរបស់អ្នកនរគ្នានឹងអញ្ចឹងកន្លែង summary ហ្នឹងគឺវាសង្ខេបឲ្យអ្នកនរគ្នានៅខ្លឹមសារចម្បងក៏ដូចជា key point សំខាន់នៅក្នុងសំឡេងរបស់អ្នកនរគ្នាហ្នឹងវាក៏នាំមកជាមួយនឹង quotes ដែលវា highlight ថាខ្លឹមសារដែលអ្នកនរគ្នានិយាយហ្នឹងពាក្យណាដែលវាសំខាន់គួរឲ្យកត់សម្គាល់អញ្ចឹងណាហើយនឹង key takeaway ឲ្យអ្នកនរគ្នាផងដែរអញ្ចឹងអានេះគឺដោយសារតែយើងចុច translate ទៅអង់គ្លេសមុនហ្នឹងចង់វាចេញមកជាអង់គ្លេសហើយយើងក៏អាចចុចប៊ូតុងខ្មែរវិញដើម្បីទទួលបានរបាយការណ៍ដើម្បីទទួលបាន summary ជាខ្មែរហើយអ្នកនរគ្នាក៏អាចចុចបង្កើតឡើងវិញករណីថាអ្នកនរគ្នាចង់បានប្រភេទសេចក្តីសង្ខេបហ្នឹងព្រោះថាវារៀងលម្អិតអាចរៀបចំជាផ្នែកឬក៏ជាអត្ថបទឬមួយក៏សំនៀងបែបធម្មតាផ្លូវការឬក៏អព្យាក្រឹតអីបានទាំងអស់អញ្ចឹងអ្នកនរគ្នាអាចកែតម្រូវតាមនឹងទៅតាមការចង់បានរបស់អ្នកនរគ្នាអញ្ចឹងណាចុចបង្កើតឡើងវិញទៅហើយយើងរងចាំបន្តិចទៅវានឹងបង្កើត summary មួយថ្មីទៅតាមតម្រូវការរបស់យើងហ្នឹង
ចឹងនេះគឺយើងបានបង្កើតឡើងវិញរួចហើយពីខ្លឹមសារដែលយើងទទួលបានគឺលក្ខណៈលើកនេះគឺយើងទទួលបានជាចំណុចច្រើនដោយសារតែមុនហ្នឹងខ្ញុំជ្រើសរើសលក្ខណៈថាវាជាផ្នែកចឹងបានន័យថាវាមកជាចំណុចត្រេចាហើយអ្នកទាំងអស់គ្នាក៏អាចចុចមើលប្រធានបទហ្នឹងគឺវាជាបើបកប្រែអង់គ្លេសគឺវាជា theme ចម្បងធំនៅក្នុងការប្រជុំឬក្នុងសម្លេងរបស់អ្នកទាំងអស់គ្នានឹងមានអ្វីខ្លះចឹងវា highlight មកឲ្យអ្នកទាំងអស់គ្នាអានេះបើសិនជាយើងយកទៅនិយាយហើយយើងមិនចាំបាច់អានអត្ថបទពេញលេញយើងមើលតែហ្នឹងទៅយើងដឹងថាសម្លេងការប្រជុំហ្នឹងគេចង់និយាយពីអីមកមកកាន់មុខងារបន្ទាប់គឺខ្ញុំនឹងបញ្យល់ពីផែនទីគំនិតចឹងសម្រាប់ផែនទីគំនិតនេះគឺយើងងាយស្រួលក្នុងការបញ្យល់ប្រាប់អ្នកដែលឧទាហរណ៍ថាគាត់បានមកក្នុងការប្រជុំអញ្ចឹងយើងគាត់ទៅបើកកន្លែងហ្នឹងមកយើងចង់អល់បង្ហាញហើយប្រាប់គាត់តិចតួចទៅគឺគាត់យល់ហ្មងថាការប្រជុំរបស់យើងហ្នឹងគឺមានអីខ្លះចឹងណាបើសិនជាវាជាលក្ខណៈថា mind map បែបនេះគឺវាងាយស្រួលក្នុងការបញ្យល់ជាងហើយសម្រាប់ mind map នេះផងដែរគឺវា list down ពី theme ឬក៏ចំណុចខ្លឹមសារសំខាន់ក្នុងអង្គប្រជុំហ្នឹងចឹងទៅគឺអ្នកទាំងអស់គ្នាងាយស្រួលក្នុងការបញ្យល់ហើយក្តោបខ្លឹមសារទាំងមូលរបស់ការប្រជុំហ្នឹងផងដែរអូនេះវារៀងវែងហើយខ្ញុំនឹងចេញវីដេអូ part បន្ទាប់គឺ part 4និយាយពី slide ហើយនឹងព័ត៌មាន graphic ក៏ដូចមុខងារផ្សេងទៀតផងដែរចឹងអ្នកទាំងអស់គ្នាអាចតាមដាននៅ part បន្តទៀតដែរអ្នកទាំងអស់គ្នា